គុណសម្បត្តិគុណវិបត្តិសម្រាប់ឡានអគ្គិសនីឥឡូវយើងនិយាយរឿងសង្ខេបចុះមកបងប្អូនស្ដាប់រៀងធុញឡានអគ្គិសនីវាមានគុណសម្បត្តិគុណវិបត្តិអាចថាដើរទន្ទឹមគ្នាក៏ថាបានដែរគុណខ្ញុំលើកយកគុណវិបត្តិមុនចុះគុណវិបត្តិរបស់ឡានអគ្គិសនីទី1យើងចំណាយពេលសាកថ្មយូរតម្រុំបានពេញឲ្យវាប្រៀបធៀបមួយឡានសាំងគេចាក់តែ2 3នាទីគេបានទៅមុខហើយតែឡានអគ្គិសនីបញ្ចូលបើឡានអាសនីទំនើបចុងក្រោយគេនេះអាច15នាទីទៅកន្លះម៉ោងហើយជាបាន50%ឬក៏60-70%អញ្ចឹងណាការសាកថ្មអញ្ចឹង15នាទីទៅកន្លះម៉ោងអាចបន្តដំណើរទៅមុខបានទៀតអាចបានបន្តដំណើរមកគួរសមបើនៅក្នុងក្រុងអូខេហើយគុណវិបត្តិមួយទៀតនោះគឺសម្រាប់អ្នកស្រុកស្រែដែលគាត់មានលុយអ្នកជនបទដែលគាត់មានលុយចង់ទិញឡានអគ្គិសនីគឺពិបាកបន្តិចដោយសារអត់មានស្ថានីយ៍ឬគេហៅថាសាកថ្មស្ថានីយ៍សាកថ្មតាមជនបទអត់ទាន់មានទេប៉ុន្តែតាមខេត្តអាចមានមួយខេត្តមានមួយឬក៏ពីរតាមខេត្តរៀងធំអញ្ចឹងណាដូចសៀមរាបកំពង់ចាមអីវាអាចនឹងមាន2ឬក៏មានលើសពី2តែប្រខេត្តខ្លះដូចចេះដូចខេត្តអេសយ៉ាព្រះវិហារអីมันប្រកាសថាមានឬក៏បើមានអាចតែមួយទេអញ្ចឹងយើងពិបាករកសម្រាប់អ្នកក្រុងភ្នំពេញដែលទៅខេត្តអាចនឹងពិបាករកអីប៉ុន្តែរហងៃនេះគេមាន app មួយដែលគេតម្លើងចាប់ទីតាំងស្ថានីយ៍សាកថ្មរបស់ឡានអគ្គិសនីបាទអញ្ចឹងក៏អានឹងជាចំណុចវិជ្ជមានមួយដែរហើយសម្រាប់អ្នកជនបទហ្នឹងគឺបញ្ហារបស់គាត់គឺគាត់រៀងពិបាកបើគាត់នៅទីរំខេត្តរៀងស្រួលបន្តិចតែបើគាត់នៅស្រុកភូមិឆ្ងាយពីខេត្តគាត់ពិបាកធ្វើដំណើរបន្តិចតែគាត់អាចសាកខ្លួនឯងបានតែប្រើរយៈពេលយូរណាគាត់អាចសាកនៅផ្ទះបានប៉ុន្តែប្រើពេលយូរព្រោះនៅផ្ទះវាអត់មានដុំសម្រាប់ទប់ភ្លើងឲ្យច្រើនពេលដែលយើងដោតខ្សែសាកទៅវាបញ្ចូលលឿនទេប៉ុន្តែនៅស្ថានីយ៍គេមានឧបករណ៍ទំនើបឬក៏ធំស្តុកភ្លើងអញ្ចឹងណាតម្លៃវាប្រហែលប៉ុន្មានដែរ1គីឡូ1គីឡូវ៉ាត់តម្លៃបើសាកផ្ទះខ្លួនឯង1គីឡូ730អានឹងភ្លើងរត់តែបើសាកស្ថានីយ៍ខ្ញុំមិនច្បាស់ដែរអានឹងអាស្រ័យលើស្ថានីយ៍គេកំណត់អាចចន្លោះពី800ឬក៏ទៅ1000រៀលក្នុង1គីឡូវ៉ាត់1គីឡូវ៉ាត់បាទអញ្ចឹងបងប្អូនឆ្ងល់ទៅជុំ1គីឡូវ៉ាត់ហើយឡានមួយសាកអស់ប៉ុន្មានគីឡូទៅហ្នឹងហើយអានឹងមានគេឆ្ងល់ច្រើនស្បីខ្ញុំគេឆ្ងល់ខ្ញុំទើបនឹងបាត់ចម្ងល់ប្រហែលរយៈមុនហ្នឹងទេអាស្រ័យលើឡានខ្លះមាន motor គេហៅ motor ឬក៏ថ្មហ្នឹងណាថ្មហ្នឹងទំហំប្រហែលគីឡូវ៉ាត់ capacity ថ្មហ្នឹងប្រហែលគីឡូវ៉ាត់ឡានខ្លះមាន73គីឡូវ៉ាត់ឡានខ្លះ97 93គីឡូវ៉ាត់អញ្ចឹងឧទាហរណ៍ងាយបើសិនជាឡានឧទាហរណ៍ថា BYD ចុះឧទាហរណ៍ថា BYD C-Lion 5មាន100គីឡូវ៉ាត់តែ BYD នោះដូចជាខ្ទង់50ឬក៏70គីឡូវ៉ាត់ទេខ្ញុំមិនច្បាស់ដែរយើងឧទាហរណ៍ថា BYD នេះមានទំហំថ្ម capacity វា100គីឡូវ៉ាត់អញ្ចឹងបញ្ចូលថ្មឲ្យពេញពី0ដល់ពេញវាអាច110ឬក៏105គីឡូវ៉ាត់ដោយសារវាកាត់ឆាំងសាកហ្នឹងក៏វាកាត់កំហាតភ្លើងណាបាទអញ្ចឹងវាអត់100គីឡូវ៉ាត់បញ្ចូលមកអស់100គីឡូវ៉ាត់ទេវាអាចលើសពី3គីឡូឬ5គីឡូអញ្ចឹងទៅអូខេអញ្ចឹងយើងគុណទៅ100គីឡូវ៉ាត់សាកអស់105ឬក៏110គុណ100គីឡូវ៉ាត់គុណ700គុណ700ទៅវា73000មកពេញមក73000 10គីឡូទៀតប្រហែលជាអស់80000ខ្ទង់ជា80000ក្នុងមកពេញអញ្ចឹងបើយើង80000 100គីឡូវ៉ាត់គេជិះអាចជាបានហើយជា400ទៅ500គីឡូម៉ែត្រច្រើនទេច្រើនអញ្ចឹងបើយើងប្រៀបធៀបមួយសាំងឧទាហរណ៍ថាបឡានស៊ីសាំង100គីឡូអស់10លីត្រចុះ100គីឡូអស់10លីត្រអញ្ចឹង500គីឡូអស់50លីត្រហ្នឹងបាទអញ្ចឹង50លីត្រឥឡូវ1លីត្រថា4000គាត់ចុះ$1ចុះ100គីឡូវាស៊ីអស់10លីត្រ100គីឡូ10លីត្រ10លីត្រវាអស់$10អញ្ចឹង500គីឡូអស់$50យើងបើប្រៀបធៀបជាមួយឡានអគ្គិសនីអស់តែ$20ទេអញ្ចឹងវាខុសគ្នា60%ឡានអគ្គិសនីចំណេញជាង60%ឥឡូវយើងវាត្រឡប់មកគុណវិបត្តិវិញមិញរឿងចាក់ឆ្ងាយពីប្រធានបទតិចប្រធានបទនៅក្នុងតែមួយប៉ុន្តែចាក់ឆ្ងាយពីគុណវិបត្តិចុះអាហ្នឹងប្រើគុយតើប្រើគុយវាហើយគ្រឿងបន្លាស់វាមិនដែរគុណអាហ្នឹងជាពងនិយាយថាគុណវិបត្តិដែរអញ្ចឹងគុណវិបត្តិរបស់វាតើតើមួយគ្រឿងបន្លាស់
គឺពិបាករពេលដែលខូចហើយពេលដែលគ្រោះថ្នាក់ចរាចរណ៍អីហ្នឹងគឺសិតតែពាន់ឬក៏ជិត10000ហើយ អូ ព្រោះវាថ្លៃវាអត់មានអញ្ចឹងតម្លៃហ្នឹងគឺចេញមកពីក្រុមហ៊ុនព្រោះពេលដែលខូចខាតគឺយើងហៅក្រុមហ៊ុនឬក៏យើងយកទៅឲ្យក្រុមហ៊ុនលីសមានន័យថាបង្កើតត្រាងតម្លៃឲ្យថាគ្រឿងបន្លាស់បែកបាក់នេះបែកបាក់នោះ2 3អញ្ចឹងទៅតើអស់ប្រហែលអញ្ចឹងតម្លៃដូចកន្លងមកហ្នឹងប្រហែលខែមុនហ្នឹងគ្រោះថ្នាក់ចរាចរណ៍បែករយៈមកផ្ទាំងមុខអញ្ចឹងទៅបូកលុយត្រួសវាខ្ទង់ជិត 8000 ហើយឡានប៉ុន្មានទៅ ឡានឡាយខ្ទង់ 18000 19000ទេ ហើយអស់ខ្ទង់10000 អស់ជិត10000អញ្ចឹងអាហ្នឹងវាគុណវិបត្តិរបស់វាគឺថ្លៃទី2ខូចថ្មតម្លៃក៏ខ្ទង់10000ដែរ